កន្លែងនេះពីមុនមកគឺមាន add on រៀលមួយណាប៉ុន្តែឥឡូវនេះគឺ Facebook គេបានដកមុខងារហ្នឹងចេញគឺវាដាក់ content monetization តែម្ដងណាបើអញ្ចឹងសិស្សដែលគាត់ធ្លាប់បានចូលរៀនជាមួយ admin search តាំងពីជំនាន់1រហូតមកដល់ជំនាន់3បាទ admin search គឺអត់ដែលឲ្យបងប្អូនអរគ្នាខកចិត្តសុំ3ប៉ុនកញ្ចក់ណាបាទវីដេអូនេះផ្សាយជូនបងប្អូនដែលគាត់លេង content បាទផ្ទុះបាន MM បាទដូចខ្ញុំនេះគឺ 11M អញ្ចឹងយើងឃើញថាបានចំណូលត្រឹមតែ$178ទេណាអញ្ចឹងខ្ញុំសូមមកដោះនៅចម្ងល់បងប្អូនអរគ្នាបន្តិចពាក់ព័ន្ធមួយករណីហ្នឹងអញ្ចឹងណាអញ្ចឹងបងប្អូនឃើញណាគឺឡើងដល់ 11M page នេះពីមុនមកគឺជា page ដែលធ្លាប់ធ្លាក់រីកអញ្ចឹងណាឥឡូវនេះយើងបុកវាបានឡើងវិញហើយយើងប្រើក្បាច់នៅក្នុងមេរៀនដែរណាអូខេអញ្ចឹង page មួយនេះគឺយើងឃើញថានេះខ្ញុំ refresh មួយយើងឃើញថាវានៅ 11M ដដែលអញ្ចឹងចំណូលគឺយើងមកដល់ក្នុងនេះគឺខុសតិចតួចណាអត់អីទេអាហ្នឹងហើយ page នេះកន្លងទៅគឺបាទមានត្រឹមតែដូចជា 10k ជាងទេ follow ឥឡូវនេះឡើងដល់ 34k follow ហើយបាទអញ្ចឹងយើងមកមើលនៅកន្លែងនេះដែលខ្ញុំចង់បង្ហាញគឺដោយសារតែកន្លែងនេះ top country របស់យើងគឺបាទនៅ US ហ្នឹងគឺវាមានត្រឹមតែ 22.4% អញ្ចឹងណាបើសិនជា 11M នេះមាន top country ខ្ទង់ 80 ទៅ 70% បាទ 11M គឺបាទបាន 100k ទាំងអស់គ្នាណាបាទអញ្ចឹងនៅកន្លែងនេះមួយទៀតកន្លែងនេះពីមុនមកគឺមាន add on រៀលមួយណាប៉ុន្តែឥឡូវនេះគឺ Facebook គេបានដកមុខងារហ្នឹងចេញគឺវាដាក់ content monetization តែម្ដងណាបាទអញ្ចឹងសិស្សដែលគាត់ធ្លាប់បានចូលរៀនជាមួយ admin search តាំងពីជំនាន់1រហូតមកដល់ជំនាន់3បាទ admin search គឺអត់ដែលឲ្យបងប្អូនអរគ្នាខកចិត្តសុំ3ប៉ុនកញ្ចក់ណាមេរៀនយើងគឺយើងមានប្រាប់ច្បាស់យើងបរៀនយើងបញ្យល់ចំគោលដៅ